តែត្រូវជ្រើសរើសដោយលោកអុកញ៉ាខ្ញុំបានបិទបាំងដោយម្សៅមាសព្រោះគ្មាននរណាម្នាក់អាចទប់ទល់នឹងរូបសំណាកមាសដ៏ស្រស់ស្អាតបែបនេះបានទេប្រាកដណាស់លោកអុកញ៉ាបានតែក្រឡេកមើលខ្ញុំពីរបីដងមុននឹងដឹកខ្ញុំទៅផ្ទះខ្ញុំស្រឡាំងកាំងភ្លាមពេលដែលខ្ញុំចូលខ្ញុំមិនតែឃើញកំណប់ទ្រព្យច្រើនយ៉ាងនេះទេក្នុងជីវិតរបស់ខ្ញុំវាហាក់ដូចជាខ្ញុំហៀបនឹងរកលុយរំពេចនោះខ្ញុំសង្កេតឃើញចិញ្ចៀនមាសដ៏ធំនៅដៃគាត់ហើយបានដាក់ហោប៉ៅភ្លាមបន្ទាប់មកការចាប់អារម្មណ៍របស់ខ្ញុំត្រូវបានទាញទៅកាន់សុវត្ថិភាពនៅខាងក្រៅប៉ុន្តែមុនពេលដែលខ្ញុំអាចប៉ះវាបានខ្ញុំត្រូវបានគេដាក់នៅក្នុងបន្ទប់ទុកខ្ញុំគ្មានជំរើសអ្វីក្រៅពីរងចាំគាត់ចាក់ចេញពេលដែលខ្ញុំហៀបនឹងធ្វើចលនាខ្ញុំបានរកឃើញថាគាត់ពិតជានៅក្នុងបន្ទប់មានអន្ទាក់នៅខាងក្នុងប៉ុន្តែសំណាងល្អដែលខ្ញុំប្រញាប់ទៅដល់ទ្វារទោះយ៉ាងណាក៏ដោយនៅពេលដែលខ្ញុំបើកវាភ្លាមខ្ញុំជួបប្រទះបញ្ហាកាន់តែធំជាសំណាងល្អខ្ញុំឆ្លាតល្មមអាចដេញឆ្កែនោះចេញប៉ុន្តែវាលឿនគួរឲ្យភ្ញាក់ផ្អើលពេលខ្ញុំហៀបនឹងបើកសុវត្ថិភាពវាក៏ត្រឡប់មកវិញខ្ញុំមិនមានពេលដោះស្រាយទេហើយគ្រាន់តែបោះវាចោលដោយមិននឹកស្មានដល់វាបានចុះចតក្នុងបន្ទប់ស្តុកទុកបង្កជាអន្ទាក់ឬសំឡេងរោទខ្ញុំក៏ប្រញាប់ត្រឡប់ទៅវិញសេដ្ឋីបានមកដល់បន្តិចក្រោយមកដោយគិតថាឆ្កែបង្កបញ្ហាដើម្បីគុំយីវាខ្ញុំគាត់បានចង់ខ្ញុំរួចទុកចោលជាមួយឆ្កែបន្ទាប់ពីបុរសអ្នកមានបានចាក់ចេញខ្ញុំបានរកឃើញខ្សែសង្វាក់នៅលើជើងរបស់ខ្ញុំហើយទើបតែនឹងដឹងពីរបៀបដើម្បីគេចពីពេលដែលក្រពះរបស់ខ្ញុំចាប់ដើមស្រែកដូច្នេះខ្ញុំក៏សម្រេចចិត្តឆ្អែតពោះជាមុនប៉ុន្តែខ្ញុំភ្ញាក់ផ្អើលដែលឃើញថាសូម្បីតែផ្លែប៉ោមនៅទីនេះក៏មានសុទ្ធទោះយ៉ាងណាក៏ដោយខ្ញុំមិនខឹងទេជំនួសមកវិញខ្ញុំសប្បាយចិត្តដាក់ពួកគេនៅលើខ្លួនខ្ញុំដើម្បីបំបត្តិការស្រេកទឹកខ្ញុំមើលដបទឹកដែលនៅក្បែរខ្ញុំហើយស្រក់ទឹកយ៉ាងលឿនបន្ទាប់មកខ្ញុំអង្គុយនៅលើដីហើយរងចាំពេញមួយយប់ខ្ញុំភ្ញាក់ឡើងដោយបុរសអ្នកមានបើកភ្លើងហើយក្រោកឡើងយ៉ាងលឿនប៉ុន្តែខ្ញុំមិននឹកស្មានថាគាត់នឹងមកសម្អាតខ្ញុំទេទោះជាយ៉ាងណាក៏ដោយពេលខ្ញុំប៉ះថ្នាំបាញ់វាចាប់ផ្ដើមភ្លឺសេដ្ឋីភ័យខ្លាចយ៉ាងខ្លាំងពេលឃើញដូច្នេះក៏ដួលទៅដីឃើញស្ថានភាពខ្ញុំគាត់ប្រញាប់ខ្ញុំបានដកទូរស័ព្ទទៅប៉ូលីសប៉ុន្តែខ្ញុំក៏រត់ទៅខាងគាត់យ៉ាងលឿនហើយអង្វរគាត់កុំឲ្យធ្វើបែបនេះគាត់ទ្រាំមិនបានដែលឃើញខ្ញុំបែបនេះគាត់ក៏ដោះកជើងខ្ញុំចេញបន្ទាប់ពីខ្ញុំចេញទៅខ្ញុំមិនអាចចោះចាញ់បានទេហើយចាប់យកជើងចង្គៀងដោយមិននឹកស្មានដល់ឆ្កែបានរកឃើញវាពេលលោកអុកញ៉ាឃើញខ្ញុំបែបនេះគាត់ក៏បដូរចិត្តគាត់បានស្លៀកពាក់ឲ្យខ្ញុំយ៉ាងស្រស់ស្អាតស្រោបខ្ញុំដោយស្រទាប់មាសក្រាស់ហើយតុបតែងខ្ញុំដោយគ្រឿងអលង្ការដ៏ស្រស់ស្អាតធ្វើឲ្យខ្ញុំក្លាយជារូបសំណាកមាសពិតប្រាកដបន្ទាប់ពីវាត្រូវបានបាញ់ចប់គាត់ថែមទាំងបានសាកល្បងវាប៉ុន្តែគាត់នៅតែកញ្ញាខុសដោយសាររំរាមដៃរបស់ខ្ញុំនៅតែអាចផ្លាស់ទីបានហើយខ្ញុំបានកំណត់ភ្នែករបស់ខ្ញុំនៅលើប្រអប់ចិញ្ចៀនត្បូងរបស់គាត់